miền đi tiền mùi thả miền bờ rong mà nè từ chui miền đam tuân tai hùng mùi ban chấm đánh prạ một quòn kia nút miền bờ rong cầm sọt mà nè chuồn cá mùi ngày bàn hộp bài mà đón chuồn cá vì ngày bàn hộp bài mà đón sầm put pum miền sịa ngày mùi miền kê ao sầm put sịa có sịa sầm put nô đa từ prop từng và đó nè chui ban prạ một quan luôn pun prạ nâng bài sầm nấm đa từ đo một từng luôn kịch nâng chlong từng lúc miềnទឹកchun chlong pum rối từ bờ rò nô như dây nâng bờ rò cầm sọt thả mật ơi chầm lon anh phóng anh ao nuôi bờ rò cầm sọt thả anh mình chầm lon tê pro tổ tức sầm put anh đai sầm put na bờ rò pun prạ nô như dây lôm thả mật ơi bà mật chầm lon anh nâng ao nuôi chia trộp sầm lánh bình chật từ bờ rò cầm sọt prom chầm lon bờ rò pun prạ nô rối ọt cào hói có tia nuôi thả ai na mật thả ao trộp sầm lánh bình chật anh lúc bờ rò pun prạ miền tại bài này anh chỉ trộp sầm lánh bờ rò cầm sọt lòi thả chạy anh bàn mốt nâng anh thả nâng ao trộp sầm lánh đòn anh tiếp anh chầm lòng chai bắt anh cùng đai ban sầm put sliệ anh khai từទឹកsầm put anh cả ba đôi chân nó chaiទាំងពីរនាក់ក៏នាំគ្នាទៅបដិងចៅក្រមជំរះថាគេឲ្យបាយនោះជាទ្របសម្លាញ់របស់គេហើយគួរចៅយកបាយនេះទៅចុះបរិះកំសត់នោះពុំព្រមយកបាយទើបបរិះទាំងពីរនាក់នាំគ្នាទៅក្រាបទូលព្រះមហាក្សត្រព្រះមហាក្សត្រទ្រង់ជ្រាបដោយដំណើរនោះសពគ្រប់ហើយមានព្រះបន្ទូលថាបាយនោះជាទ្របសម្លាញ់ហេតុអ្វីក៏ព្រះស្ដែងមិនព្រមយកបរិះកំសត់ក្រាបទូលថាខ្ញុំព្រះបាទអម្ចាស់សូមយំព្រះមហាក្សត្រទ្រង់សួរថាហេតុអ្វីក៏ព្រះស្ដែងសូមយំបរិះកំសត់ក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសត្បិតខ្ញុំព្រះបាទអម្ចាស់ធ្លោយគំនិតព្រះមហាក្សត្រមានព្រះបន្ទូលថាបើព្រះស្ដែងចង់យំក៏យំតាមចិត្តព្រះស្ដែងចុះទើបបរិះនោះយំងូឮដល់ទៅព្រះវរិជមេដាព្រះវរិជបេដាមានព្រះសាវណីអណ្ដឹងសួរថាបរិះនោះយំថ្វីមានគេក្រាបទូលថាបរិះម្នាក់នោះថាគេនឹងឲ្យទ្រព្យសម្លាញ់វាឥឡូវនេះគេពុំឲ្យទ្រព្យវាគេឲ្យឯបាយវិញទៅព្រះវរៈរាជមេដាឲ្យទៅទូលសូមយកសេចក្តីនោះអំពីរាជបុត្រមកក៏ទ្រង់ពិចារណាព្រះរាជបុត្រក៏បើកសេចក្តីនោះថ្វាយទៅសម្ដេចព្រះវរៈរាជមេដាសម្ដេចព្រះវរៈរាជមេដាមានព្រះសាវណីត្រាស់ដណ្ដឹងសួរបរិះទាំងពីរនាក់ថាហេតុអ្វីក៏ព្រះស្ដែងកើតក្តីនឹងគ្នាបរិះទាំងពីរនាក់នោះក្រាបទូលតាមដំណើរទីតីស្រេចហើយទើបសម្ដេចព្រះវរៈរាជមេដាមានព្រះសាវណីទៅបរិះពុនប្រាក់ថាណែព្រះស្ដែងបើទ្របឯណាជាទីស្រឡាញ់ពេញចិត្តព្រះស្ដែងចូលព្រះស្ដែងយកទៅទ្របឯណាព្រះស្ដែងមិនស្រឡាញ់ចូលទុកនៅទីនេះចុះបរិះនោះក្រោកឡើងដើរទៅយកតែសំពាយប្រាក់ឯដំបងនឹងបាយទុកនៅទីនោះទើបសម្ដេចព្រះវរៈរាជមេដាមានព្រះសាវណីថាអញប្រើព្រះស្ដែងឲ្យយកទ្រព្យសម្លាញ់ហេតុដូចម្ដេចក៏ព្រះស្ដែងពុំយកបាយនិងដំបងទៅផងយកតែប្រាក់ទៅបើដូច្នោះអញយល់ថាព្រះស្ដែងទុកប្រាក់នេះជាទ្រព្យសម្លាញ់ពេញចិត្តចៅចូលចៅយកប្រាក់នោះមកឲ្យអញនឹងបែងជាភាគចែកចៅទាំងពីរនាក់ឲ្យសុខចិត្តព្រមគ្នាកុំឲ្យតេះដៀលគ្នាទៅវិញទៅមកឡើយទើបសម្ដេចព្រះវរៈរាជមេដាយកប្រាក់នោះមកចែកជា3ភាគមួយភាគឲ្យទៅម្ចាស់ទ្រព្យ2ភាគឲ្យទៅចៅអ្នកចម្លងនោះចៅទាំងពីរនាក់ចូលចិត្តព្រមព្រៀងគ្នាហើយក្រាបលាទៅកាន់ទីលំនៅទីតីអងរឿងបុរសដេកក្នុងសាលា
មាននិទានមួយដំណើរថាមានបរិសម្នាក់ដេកលក់លើសាលាមានចៅម្នាក់លួចគោគេដេញវាវិរុទ្ធទៅកាន់សាលានោះឯបរិសដែលដេកលើសាលាភ្ញាក់ឡើងឃើញចៅនោះក៏ចុះទៅចាប់បានលុះម្ចាស់គោតាមទៅតាន់ចៅប្រាប់ទៅម្ចាស់គេថាចៅនេះឯងលួចគោអ្នកបរិសដេកលើសាលាថាចៅឯងលួចគោគេអញចាប់បានទីតើម្ដេចក៏ថាអញលួចទៅវិញឯម្ចាស់គោឃើញអ្នកទាំងពីរនាក់ប្រកែកគ្នាដូច្នេះនឹងចាប់តែមួយខ្លាចត្រូវលើអ្នកដែលពុំមែនជាចៅទើបចាប់ទាំងពីរនាក់ទៅប្តឹងចៅក្រមជំនុំពិចារណាទៅឃើញថាមានពាក្យប្រកែកជជែកគ្នាទៅវិញទៅមកស្មើគ្នាពុំលើសម្ខាងពុំអាចជំនុំជម្រះកាត់សេចក្តីនេះបានក៏នាំឡើងគាល់ព្រះមហាក្សត្រតាមដំណើរនោះព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាហើយឲ្យយកចៅទាំងពីរនាក់នោះទៅចងឲ្យមុខខំឲ្យអាមាត្យទៅលបស្ដាប់ពាក្យចៅទាំងពីរនាក់នោះឯបរិសដេកលើសាលានោះថាព្រោះតែឯងជាចៅលួចគោគេបានជាគេចងអញឲ្យមុខខំចៅថាអញលួចមែនតែអញលួចមែនតែអ្នកឯងដេកនៅសុកមិនដេចក៏មកចាប់អញព្រោះតែចៅឯងចាប់អញបានជាគេចាប់ចងទាំងអញទាំងឯងបើចៅកុំចាប់អញប្រហែលជាគេមិនចាប់ចងដូចនេះទេចៅនឹងបន្ទោសនរណាអាមាត្យក៏កត់តាមសម្ដីពាក្យចៅទាំងពីរនាក់នោះហើយនាំឡើងក្រាបទូលព្រះមហាក្សត្រទ្រង់ព្រះរាជបញ្ជាឲ្យពិន័យ1ជា4ឲ្យយកទ្រព្យដើមចេញហើយចែកក្រយាពិន័យជា3ភាគ1ភាគឲ្យបានទៅចៅម្ចាស់គោ2ភាគឲ្យបានទៅចៅដែលដេកនៅលើសាលាចាប់បានចៅនោះដោយទ្រង់យល់ថាព្រោះតែបរិសនោះចាប់ជាប់ទើបម្ចាស់គោតាមតន់ហេតុនោះត្រូវឲ្យក្រយាពិន័យ2ភាគព្រះមហាក្សត្រទ្រង់កាត់សេចក្តីប្រកបដោយសុចរិតយុត្តិធម៌ដូច្នេះហើយទើបបរិសទាំងនោះក្រាបទូលបង្គំលាគ្នាទៅផ្ទះតិតិ